ตอบตามព្រះរាជសារអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមគណៈបកប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈប្រតិភូជាន់ខ្ពស់អមដំណើរបានអញ្ជើញបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងជាមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាដោយដំណើរទស្សនកិច្ចនេះមានរយៈពេលចំនួន2ថ្ងៃគឺចាប់ពីថ្ងៃទី6ដល់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026បន្ទាប់ពីបានគង់ស្នាក់អាស្រ័យនៅសន្តាគារ Raffles Le Royal រាជធានីភ្នំពេញរួចមកនៅវេលាម៉ោង9ព្រឹកថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតអគ្គលេខាធិការបកប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរបានអញ្ជើញមកកាន់ព្រះបរមរាជវាំងដើម្បីចូលជួបសវនកម្មជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងក្បួនរថយន្តរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានឆ្លងកាត់នៅមហាសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រយ៉ាងច្រើនក្នុងរាជធានីភ្នំពេញដែលបានបន្សល់ទុកពីក្នុងសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាព្រមទាំងការបន្តខិតខំប្រឹងប្រែងប្រកបដោយភាពឆ្លៀសវៃប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ប្រកបដោយជោគជ័យនិងប្រសិទ្ធភាពខ្ពស់ដើម្បីភាពរីកចម្រើនក្នុងសង្គមនិងជីវភាពរស់នៅរបស់ប្រជារាស្ត្រកម្ពុជាក្នុងពេលដែលឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតអគ្គលេខាធិការបកប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋឡាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរបានអញ្ជើញមកដល់ព្រះបរមរាជវាំងក្នុងឱកាសដ៏ប្រសើរនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទទួលស្វាគមន៍ឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងសេចក្តីនឹករលឹកនិងស្រឡាញ់រាប់អានក្នុងភេទភាពដ៏ជ្រាលជ្រៅក្រៃលែងសម្ដេចតេជោហ៊ុនសែនព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បានរៀបចំឡើងនៅពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ជាផ្លូវរដ្ឋប្រកបដោយភាពខ្ពង់ខ្ពស់អធិកអធមនៅខាងមុខព្រះទីនាំងទេវីវិនីច្ឆ័យក្នុងព្រះបរមរាជវាំងប្រោសព្រះរាជទានជាមហាកិត្តិយសជូនឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាក្នុងពិធីដ៏ឧត្តមឧត្តមនេះមានការអញ្ជើញគោរពទង់ជាតិរបស់ប្រទេសទាំងពីរឡាវកម្ពុជានិងអញ្ជើញត្រួតពលដែលមានទិដ្ឋភាពជាបន្តបន្ទាប់ដូចតទៅ
trong banយក្សណីឯកកុជាតិមេបញ្ជាការកងកិត្តិយសនៃកងយុទ្ធពលខេមរៈភូមិន្ទរាយការណ៍ជូនឯកឧត្តមបណ្ឌិតថងលុនស៊ីសលីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកប្រជាជនបដិវត្តឡើងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាយកងកិត្តិយសសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមព្រមទាំងប្រតិភូអមដំណើរដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះបានប្រកបមកដោយសុវត្ថិភាពមកព្រមអញ្ជើញឯកឧត្តមត្រួតពល នៅក្នុងឱកាសនោះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បានបង្ហាញជូនឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានជ្រាបអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាមានសម្ដេចមហាមន្ត្រីគុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមវង្សសូត្រអនុប្រធានទី2រដ្ឋសភាឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តមសុកសូកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចនិងជារដ្ឋមន្ត្រីអមគណៈប្រតិភូឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមហុលក្រុងផាណុលឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដោយឡែកឯកឧត្តមបណ្ឌិតថងលុនស៊ីសូលីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានជម្រាបជូនសម្ដេចតេជោហ៊ុនសែនអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមានឯកឧត្តមវិល័យលក្ខំផុងសមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលបកនិងជាឧបនាយករដ្ឋមន្ត្រីឯកឧត្តមផេតភូមិភីផាក់សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈរដ្ឋមន្ត្រីនៃគណៈកម្មាធិការកណ្ដាលឯកឧត្តមឧត្តមសេនីយ៍ឯកខំឡាំងអ៊ុតថាខៃសុនសមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍ឯកវ៉ាន់ថងកុងម៉ានីសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្ដាលគណៈបកនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឯកឧត្តមថងសវណ្ណភូមិវិហានសមាជិកគណៈកម្មាធិការកណ្ដាលនិងជារដ្ឋមន្ត្រីក្រសួងការបរទេសឯកឧត្តមប៊ុនលឿផាន់ដានូវងសមាជិកគណៈកម្មាធិការកណ្ដាលប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃគណៈកម្មាធិការកណ្ដាលលោកជំទាវខេមម៉ានីផូសេឡាប្រធានការិយាល័យប្រធានរដ្ឋនិងឯកឧត្តមបួកែវភូមិវង្ស័យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្របានជួបសវនកម្មដ៏វិសេសវិសាលជូនឯកឧត្តមបណ្ឌិតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលប្រព្រឹត្តទៅក្នុងព្រះទីនាំងទេវីវិនិច្ឆ័យព្រះបរមរាជវាំងដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាមន្ត្រីគុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមកុលប៊ុនលីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមសុកសូកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចនិងជារដ្ឋមន្ត្រីអមគណៈប្រតិភូនិងឯកឧត្តមហុលក្រុងផាណុលឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងសវនកម្មដ៏ឧត្តមឧត្តមនេះឯកឧត្តមបណ្ឌិតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបាននាំមកនៅដង្វាយវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានជារូបសេះធ្វើអំពីឈើយ៉ាងប្រណិតដោយមានលម្អនៅក្បូរក្បាច់ចម្លាក់ប្រពៃណីយ៉ាងល្អវិចិត្រនិងប្រកបដោយភាពរស់រវើកដែលបង្ហាញអំពីភាពរុងរឿងនៃខឿនវប្បធម៌សិល្បៈប្រពៃណីនិងទំនៀមទម្លាប់របស់ប្រជាជាតិឡាវ
ជាមួយគ្នានេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់តាមរយៈសម្ដេចតេជោហ៊ុនសែនជូនឯកឧត្តមបណ្ឌិតប្រធានរដ្ឋទទួលបានប៉ាន់ពែងនិងថាសមួយឈុតធ្វើអំពីប្រាក់សុទ្ធដោយលម្អនៅក្បូរក្បាច់ចម្លាក់ប្រពៃណីខ្មែរមានក្បាច់ផ្កាភ្ញីយ៉ាងល្អវិចិត្រដែលបង្ហាញអំពីភាពរុងរឿងនៃខឿនវប្បធម៌សិល្បៈនិងប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរក្នុងឱកាសដ៏ប្រសើរនោះសម្ដេចតេជោហ៊ុនសែនព្រមទាំងថ្នាក់ដឹកនាំនិងប្រជាជាតិកម្ពុជាមានកិត្តិយសបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់នៃឯកឧត្តមបណ្ឌិតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាមិត្តចាស់ដ៏ប្រសើររបស់កម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋដែលមានអត្ថន័យដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តរឹតចំណងមេត្រីភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អប្រពៃដែលមានរយៈពេលដ៏យូរលង់រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាឡាវសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍អំពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជាឡាវក្នុងរយៈពេលដ៏យូរលង់កន្លងមកដែលប្រជាជននៃប្រទេសយើងទាំងពីរមានភូមិផងរបងជាមួយបានរួមសុខរួមទុក្ខជាមួយគ្នាជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនិងបានបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរសម្ដេចតេជោហ៊ុនសែនព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បានថ្លែងអំណរគុណនិងចូលរួមអបអរស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដ៏ឧត្តមឧត្តមរបស់ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះជាទស្សនកិច្ចមួយដ៏មានសារៈសំខាន់បាននាំមកនូវគុណប្រយោជន៍យ៉ាងធំធេងក្នុងការបន្តជំរុញឲ្យចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាឡាវកាន់តែទទួលបាននូវភាពរីកចម្រើនថ្កុំថ្កើងនិងជិតស្និទ្ធថែមទៀតឯកឧត្តមបណ្ឌិតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យអញ្ជើញឯកឧត្តមបណ្ឌិតមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយក្នុងពេលដែលឯកឧត្តមបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទឹកដីដ៏បវរដែលមានវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់កម្ពុជាត្រូវបានថ្នាក់ដឹកនាំនិងប្រជាជាតិកម្ពុជាទទួលស្វាគមន៍ឯកឧត្តមនិងគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅក្រៃលែងឯកឧត្តមបណ្ឌិតប្រធានរដ្ឋឡាវបានសម្ដែងនូវសេចក្តីសប្បាយរីករាយដោយមានឱកាសបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយដំណើរទស្សនកិច្ចនេះឯកឧត្តមបណ្ឌិតបានពិនិត្យឃើញពីស្ថានភាពនៃការរីកចម្រើននៅកម្ពុជាកាន់តែមានភាពល្អប្រសើរឯកឧត្តមបណ្ឌិតសូមចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាចំពោះជោគជ័យនិងស្នាដៃដ៏ធំធេងដែលរាជរដ្ឋាភិបាលនិងប្រជាជាតិកម្ពុជាខិតខំសម្រេចបានក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងនិងការគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រសង្គមជាតិយើងរក្សាបាននូវសេចក្តីសុខសន្តិភាពសុភមង្គលនិងមានការឯកភាពជាតិដ៏រឹងមាំនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ធ្វើឲ្យកម្ពុជាកាន់តែទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់ថែមទៀតលើឆាកអន្តរជាតិតាមរយៈសម្ដេចតេជោហ៊ុនសែនឯកឧត្តមបណ្ឌិតអគ្គលេខាធិការបកប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតបានថ្វាយព្រះសព្វសាធុការពរដ៏មហាបវរថ្វាយព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះបរមសុខគ្រប់ប្រការព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួននិងមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជានិងកូនចៅចៅទូតរបស់ព្រះអង្គជាដរាបតរៀងទៅសូមជម្រាបថាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះគឺជាការពង្រឹងបន្ថែមនៅចំណងមិត្តភាពដ៏កក់ក្ដៅរវាងប្រទេសទាំងពីរនិងឆ្លុះបញ្ចាំងអំពីការបដិញ្ញារួមក្នុងការពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកស្របតាមស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងកម្ពុជានិងឡាវដើម្បីការអភិវឌ្ឍនិងវិបុលភាពនៃប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះឯកឧត្តមថងលុនស៊ីសូលីតក៏មានកម្មវិធីក្នុងក្របខ័ណ្ឌបកនយោបាយផងដែរក្នុងក្របខ័ណ្ឌបកនយោបាយឯកឧត្តមថងលុនស៊ីសូលីតមានជំនួបទ្វេភាគីជាមួយសម្ដេចតេជោហ៊ុនសែនក្នុងឋានៈជាប្រធានគណៈបកប្រជាជនកម្ពុជាហើយក៏មានជំនួបត្រីភាគីរវាងសម្ដេចតេជោហ៊ុនសែនឯកឧត្តមថងលុនស៊ីសូលីតនិងឯកឧត្តមតូលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមផងដែរ
Vô nhóm anh con phun thấy nó làm một nữa